រុនសួស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំម្ដងទៀតហើយថ្ងៃនេះគឺជាថ្ងៃទី26ខែវិច្ឆិកាឆ្នាំ2025នៅខ្ញុំនេះខែ11គឺចូលរដូវកាល Fall ហើយបងប្អូនទាំងអស់គ្នាអាចឃើញលឹកឈើនៅក្រោយខ្ញុំបានគឺពណ៌ក្រហមវាចាប់ផ្ដើមជ្រុះបដាហើយបងប្អូនហើយតិចទៀតហ្នឹងចូលទៅក្នុងរដូវកាល Winter ដែលយើងហៅថារដូវកាលតា Noel ហ្នឹងតិចទៀតលឹកឈើហ្នឹងជ្រុះអស់ហើយបងប្អូនទាំងគ្នានៅសល់តាមេឃហើយនឹងដើមវាទេតងោលអស់ហើយបងប្អូនហើយចាប់ផ្ដើមត្រជាក់បដាហើយនៅរត់ខ្ញុំណាបងប្អូនទាំងគ្នានៅក្នុងវីដេអូនេះគឺខ្ញុំនឹងធ្វើការចែករំលែកបងប្អូនទាំងគ្នាតាក់ទងជាមួយនឹងចំណាប់អារម្មណ៍របស់ខ្ញុំណាដែលខ្ញុំមកដល់អាមេរិកនេះភ្លាមខ្ញុំចាប់អារម្មណ៍មានច្រើនចំណុចបងប្អូនទាំងគ្នាប៉ុន្តែខ្ញុំលើកនិយាយតែ3ចំណុចទេនៅក្នុងវីដេអូនេះណាចំណុចទី1គឺការធ្វើដំណើររបស់ប្រជាជននៅក្នុងសហរដ្ឋអាមេរិកនេះវាខុសប្លែកពីនៅស្រុកខ្មែរយើងខ្លាំងមែនទែនបងប្អូនទាំងគ្នា24ម៉ោងមុនគឺខ្ញុំឃើញការធ្វើដំណើររបស់ប្រជាជនបងប្អូនយើងគឺនៅក្នុងស្រុកខ្មែរណាគឺភាគច្រើនប្រើប្រាស់ម៉ូតូក៏ដូចជាកង់ក៏ដូចជាលម៉កក៏ដូចជាមាន Pass App មានអីចឹងផ្សេងទៅបងប្អូនទាំងគ្នាដូចឡានអីឡានឈ្នួលឡានអីឡានតាក់ស៊ីអីចឹងទៅប៉ុន្តែ24ម៉ោងក្រោយពេលដែលខ្ញុំមកដល់នេះភ្លាមណាបងប្អូនទាំងគ្នាហើយបងប្អូនខ្ញុំគាត់ទៅយកខ្ញុំពីបរៀននៅក្នុងសហរដ្ឋអាមេរិកហ្នឹងពេលដែលយើងឡើងឡានភ្លាមបងប្អូនទាំងគ្នាគឺចំណាប់អារម្មណ៍ប្លែកខ្លាំងគឺការធ្វើដំណើររបស់ប្រជាជនគេប្រើប្រាស់ឡានសុទ្ធសាធបងប្អូនទាំងគ្នាអត់មានម៉ូតូហើយក៏អត់មានកង់ដែរហើយពេលដែលគាត់យកខ្ញុំមកផ្ទះគាត់ហ្នឹងគឺគាត់ប្រើ freeway ណាបងប្អូនទាំងគ្នា freeway ហ្នឹងមានន័យថាផ្លូវលឿននៅក្នុងសហរដ្ឋអាមេរិកនេះគ្រាន់តែឡើងឡានភ្លាមគឺគេជន់លឿនបងប្អូនទាំងគ្នាហើយខ្ញុំសួរទៅគាត់ដែរខ្ញុំសួរថាហេតុអីបានបើកលឿនម៉េះគាត់ថាបើសិនជាយើងបើកយឺតក្រោម speed ដែលគេ limit ឬក៏យើងបើកលើសដែល speed គេ limit ក៏ប៉ូលីសចាប់ដែរបងប្អូនទាំងគ្នាឲ្យ speed ហ្នឹងគឺវាធ្វើម៉េចឲ្យថេអញ្ចឹងណាចាប់ពី55ម៉ៃទៅដល់65ម៉ៃបងប្អូនទាំងគ្នាសម្រាប់រត់ខ្ញុំណាប៉ុន្តែមានរត់បងប្អូនខ្លះដូចនៅតិចសាសអីគេអាចបើកបាន80ម៉ៃអីក៏មានដែរបងប្អូនទាំងគ្នាដោយសារតែប្រទេសនេះធំអញ្ចឹងទៅ speed limit ដែលគេកំណត់ឲ្យយើងបើកបររថយន្តហ្នឹងគឺវាទៅតាមរដ្ឋដែរណាបងប្អូនទាំងគ្នាហើយវាក៏ទៅតាមរដូវកាលដែរដោយរដូវកាលនៅក្នុងសហរដ្ឋអាមេរិកនេះគេចែកជា4រដូវកាលណាហើយរដូវកាលដែលគេប្រយ័ត្នជាងគេគឺរដូវកាលដែល winter បងប្អូនទាំងគ្នាដោយសារអីដោយសាររដូវកាលហ្នឹងវាត្រជាក់ខ្លាំងវាមានអាប់វាមានតកកអាចកកនៅលើខ្នល់ដែលពេលយើងធ្វើដំណើរហ្នឹងគឺវាអាចល្អអញ្ចឹងណាបងប្អូនទាំងគ្នាព្រោះអីនៅក្នុងសហរដ្ឋអាមេរិកនេះគឺបងប្អូនដឹងស្រាប់ហើយទឹកដីវាធំខ្លាំងណាដែលប្រៀបធៀបមួយខ្មែរយើងអាចនិយាយបានថាវាគុណនឹង10 20 30មិនដឹងបងប្អូនទាំងគ្នាដល់ពេលអញ្ចឹងទៅអាកាសធាតុវាទៅតាមតំបន់វាដូចគ្នាទាំងអស់ដូចនៅស្រុកខ្មែរយើងទេបងប្អូនអញ្ចឹងទៅអាការកំណត់នៃការបើកបរនៅតាមផ្លូវហ្នឹងក៏គេមានច្បាប់រៀងខ្លួនអញ្ចឹងណាបងប្អូនទាំងគ្នាដូចនៅរដ្ឋដែលបងគាត់នៅជិតនៅប្រទេសជាប់កាណាដាអីចឹងទៅគឺត្រជាក់រៀងខ្លាំងដល់ពេលអញ្ចឹងទៅការធ្វើដំណើរនៅក្នុងរដ្ឋហ្នឹងពេលដែលដល់រដូវកាល winter គេអាចតម្លាក់ speed បងប្អូនទាំងគ្នាមានន័យថាបើសិនជារដូវកាលផ្សេងក្រៅពីរដូវកាលធ្លាក់តកកហ្នឹងគឺគាត់អាចបើករៀងលឿនអញ្ចឹងណាតែដល់ពេលរដូវកាលហ្នឹងចូលមកដល់គឺតាម county មួយតាម city មួយគឺគេកំណត់ speed limit អត់ឲ្យយើងបើកលឿនខ្លាំងបានទេបងប្អូនទាំងគ្នាគេឲ្យយើងប្រយ័ត្នអញ្ចឹងណាព្រោះគេគិតថាសុវត្ថិភាពវាចម្បងសម្រាប់ប្រជាជនគេអញ្ចឹងយើងចប់ពីរឿងចរាចរណ៍បងប្អូនទាំងគ្នាចូលរឿងទី2គឺខ្ញុំចាប់អារម្មណ៍ដែរបងប្អូនទាំងគ្នាគឺតាក់ទងជាមួយនឹងម្ហូបអាហារគឺខុសពីនៅស្រុកខ្មែរយើង90ដឺក្រេបងប្អូនទាំងគ្នាដោយសារអីនៅក្នុងស្រុកអាកាំងនេះគឺពួកហ្នឹងចូលចិត្តញ៉ាំម្ហូបបែប fast food ហើយអត់សូវមានស៊ុបដូចនៅស្រុកយើងទេនៅស្រុកយើងបងប្អូនដឹងស្រាប់ហើយយ៉ាងហោចណាស់មែនតើ2ថ្ងៃក៏យើងត្រូវញ៉ាំសឡតាក់ម្ដងដែរដើម្បីយើងមានកម្លាំងទៅធ្វើការឬក៏យើងប្រកបមុខរបរអីផ្សេងហ្នឹងទៅបងប្អូនទាំងគ្នាតែនៅស្រុកនេះគឺចូលចិត្តញ៉ាំក្រៀមក្រោះបងប្អូនទាំងគ្នាជាងគេដូច pizza ដូច burger ហើយនឹង breakfast គេហ្នឹងមានតាប៉ងទាហើយនឹងនំប៉័ងទេបងប្អូនទាំងគ្នាខ្ញុំមកដំបូងគឺខ្ញុំញ៉ាំអត់ចូលទេព្រោះខ្ញុំធ្លាប់តែញ៉ាំសឡតាក់នៅក្នុងស្រុកខ្មែរណាបងប្អូនទាំងគ្នាមានម្ជូរគ្រឿងមានស្ងោរជ្រក់មានសឡកកោមានសឡស្រឡក់អីខ្មែរយើងញ៉ាំសឡតាក់ច្រើនណាប៉ុន្តែមកដល់ស្រុកនេះភាគច្រើនញ៉ាំ pizza ញ៉ាំ burger អីចឹងទៅហើយពេលញ៉ាំម្ដងត្រូវតម្រងជួរចាំឡើង10 20នាទីអញ្ចឹងទៅបងប្អូនទាំងគ្នាហើយពេលហ្នឹងឯងដែលយើងគិតថាយើងសំណោះស្រុកខ្មែរយើងមែនតើណាប៉ុន្តែនៅស្រុកនេះញ៉ាំអីមួយគឺពិបាកហើយបើសិនជាចង់ញ៉ាំសឡតាក់នៅស្រុកនេះតើតើយើងទៅខាងផ្សារអាស៊ីឬក៏ផ្សារខ្មែរយើងណាបងប្អូនទាំងគ្នាប៉ុន្តែនៅរដ្ឋខ្ញុំនេះសំណាងមួយបងប្អូនដោយមានបងប្អូនខ្មែរយើងជាច្រើនគាត់ប្រកបមុខរបរលក់ដូរអញ្ចឹងណាហើយខ្ញុំទៅទិញហ្នឹងមានតាពាំងក៏មានណែមក៏មាន
ស្ករត្នោតក៏មាននិយាយទៅមានសឹងតែដូចនៅស្រុកខ្មែរបងប្អូនបញ្ហានៅត្រង់ថាវាថ្លៃទៅប៉ុណ្្នឹងទេហើយទោះបីថ្លៃមែនបងប្អូនអរគ្នាប៉ុន្តែចាត់ទុកថាសំណាងណាព្រោះមានបងប្អូនខ្លះគាត់នៅស្រុកនៅរដ្ឋខ្លះគឺគាត់មានលុយចាយមែនប៉ុន្តែគាត់អត់ដឹងថាចាយលុយហ្នឹងនៅណាអញ្ចឹងទៅបងប្អូនគាត់មានដែរមានផ្សារវៀតណាមមានអីចឹងទៅប៉ុន្តែវាមិនមែនជាផ្សារខ្មែរយើងណាផ្សារវៀតណាមវាមានលក់ដែរបងប្អូនអ្នកគ្នាវាស្តៀងតែខ្មែរយើងដែរទេប៉ុន្តែវាមិន 100%ដូចផ្សារខ្មែរយើងនៅក្នុងរដ្ឋខ្ញុំនៅនេះទេគឺហើយនេះហើយជាចំណុចទី2ដែលវាខុសប្លែកគ្នាពីនៅស្រុកខ្មែរយើងខ្លាំងបងប្អូនអូខេបងប្អូនអ្នកគ្នាឥឡូវយើងនិយាយពីការធ្វើដំណើរក៏ដូចជាម្ហូបអាហារនៅក្នុងសហរដ្ឋអាមេរិកអីមួយទៀតគឺការរស់នៅបងប្អូនតែខ្ញុំចាប់អារម្មណ៍ណាប្រជាជននៅក្នុងសហរដ្ឋអាមេរិកនេះការរស់នៅរបស់ពួកគេគឺស្អាតបាតខ្លាំងបងប្អូនខ្ញុំអាចនិយាយបានថា100ផ្ទះគឺតឹង100ផ្ទះហ្មងបងប្អូនអ្នកគ្នាអត់មានសម្រាមទេហើយសម្រាមគេ 100% គេប្រកាសថានៅក្នុងធុងសម្រាមបងប្អូនទោះបីតាកូនទូចរបស់ពួកគាត់ក៏គាត់ត្រឡប់ឲ្យបោះចូលទៅក្នុងធុងសម្រាមដែរគេចូលចិត្តបោះរត់រាយពេញមុខផ្ទះក្រោយផ្ទះអីហើយក៏អត់មានដុតសម្រាមអីមុខផ្ទះអីញ៉ៃដែរបងប្អូនព្រោះនៅស្រុកនេះពេលដែលយើងមានប៉ះពាល់ទៅដល់បរិស្ថាននៅចិត្តផ្ទះហ្នឹងគឺគេអាចប្តឹងប៉ូលីសបានអញ្ចឹងណាអញ្ចឹងអត់មានផ្សែងអីញ៉ៃដុតសម្រាមដុតអីទេបងប្អូនសម្រាមគឺត្រូវតែនៅក្នុងធុងហើយក្នុងធុងហ្នឹងតាមអ្វីដែលខ្ញុំដឹងគេចែកជា3ប្រភេទទៀតបងប្អូនអរគ្នាគេមានសម្រាមរបៀបស្ងួតសម្រាមរបៀបទឹកហើយនិងសម្រាមរបៀបគេ recycle បានណាមានដូចជាដបទឹកសុទ្ធដបកូកាឬក៏ដបទឹកក្រូចអីផ្សេងហ្នឹងបងប្អូនអរគ្នាគេចែកធុងសម្រាមហ្នឹងជា3ទៀតហើយខ្ញុំមកដល់ប្រវងគឺប្លែកខ្លាំងបងប្អូនដោយសារតែយើងមើលទៅយើងឃើញផ្ទះរាប់ពាន់ផ្ទះហើយយើងឃើញឡានមុខផ្ទះចតសឹងថាផ្ទះខ្លះ5 6ឡានក៏មានដែរប៉ុន្តែយើងហៅមនុស្សម្នាក់ដែលនៅក្រៅផ្ទះអង្គុយលេងយោងហឹងជក់បរិយអីអត់មានទេបងប្អូនភាគច្រើនគឺនៅតែក្នុងផ្ទះទាំងអស់ហើយគេអាចជួបជុំដែរបងប្អូនទាំងគ្នាគេអាចជួបជុំនៅក្នុងផ្ទះរបស់គេឬក៏នៅក្រោយផ្ទះអីចឹងទៅហើយមានការជួបជុំស៊ីផឹកដែរបងប្អូនទាំងគ្នាប៉ុន្តែវាមិនមែនស៊ីផឹករាល់ថ្ងៃដូចនៅស្រុកខ្មែរយើងទេតើតើមានប៉ុនដូចជាប្រហែលថ្ងៃទៀតនេះ Thanksgiving នៅខ្ញុំអីអញ្ចឹងគេអាចជួបជុំគ្នានៅក្នុងផ្ទះឬក៏នៅយ៉ាតក្រោយផ្ទះគេណាបងប្អូនអ្នកគ្នានៅរៀនខាងក្រោយផ្ទះគេហ្នឹងពួកហ្នឹងអត់ចូលចិត្តបង្ហាញពីណាពីណីទេបងប្អូនអ្នកគ្នាបើគេជួបជុំតែក្នុងក្រុមគ្រួសារគេទេហើយគេគិតពីសុវត្ថិភាពរបស់ពួកគេណាហើយនៅស្រុកនេះគេចែកប្លុក resident ផ្សេងប្លុកដើរលេងផ្សេងបងប្អូនអ្នកគ្នាប្លុក resident ហ្នឹងគឺខ្ញុំសរដៅទៅលើការរស់នៅណាបងប្អូនអ្នកគ្នាប្លុកផ្ទះប្លុក apartment ប្លុក condo អីហ្នឹងគឺការរស់នៅគឺមួយចំហៀងផ្សេងចឹងទៅហើយសម្រាប់ការដើរលេងមានដូចជា mall ដូចជាកន្លែងញ៉ាំអីកន្លែងផឹកស៊ីចូលបារចូល club អីហ្នឹងគឺគេធ្វើកន្លែងផ្សេងជុំគ្នាចឹងទៅបងប្អូនអ្នកគ្នាគេអត់លាយឡំដូចនៅស្រុកខ្មែរយើងគឺទោះបីយើងទិញបារីនឹងបានមែនប៉ុន្តែយើងអាចបើកអាជីវកម្មនៅតាមផ្ទះចឹងទៅបងប្អូនអញ្ចឹងវាលាយគ្នាមានន័យថាយើងរស់នៅផងយើងលក់ដូរផងបងប្អូនតែស្រុកនេះអត់ទេប្លុកដែលរស់នៅគឺផ្សេងហ្មងបងប្អូនព្រោះគេអត់ចង់ឲ្យមានសម្លេងរំខានឬក៏ក្លិនដែលយើងដាំស្លពីខាង restaurant ហ្នឹងគឺអត់ចង់ឲ្យមានក្លិនទៅធ្វើឲ្យប៉ះពាល់ដល់សុខភាពគេឬធម្មតាតែយើងមាន restaurant គឺមនុស្សចេញចូលអញ្ចឹងទៅគឺវារៀងរវល់អញ្ចឹងណាអញ្ចឹងការធ្វើដំណើរឡានបើកបរអីហ្នឹងគឺវាអាចបង្កគ្រោះថ្នាក់ទៅដល់ការរស់នៅរបស់គេអញ្ចឹងគេចែកប្លុកដាច់បងប្អូនអ្នកគ្នារស់នៅផ្សេងប្លុកដើរលេងផ្សេងអានេះវាជាចំណាប់អារម្មណ៍របស់ខ្ញុំណាបងប្អូនអ្នកគ្នាគឺខ្ញុំប្លែកទៅលើ3នឹងខ្លាំងបងប្អូនតាក់ទងជាមួយនឹងការធ្វើដំណើរការរស់នៅក៏ដូចជាម្ហូបអាហារខ្ញុំអត់ដឹងថាបងប្អូនខ្មែរយើងជាច្រើនដែលគាត់មកនៅសហរដ្ឋអាមេរិកនេះគាត់មានអារម្មណ៍ដូចខ្ញុំអត់ទេណាប៉ុន្តែខ្ញុំគិតថាបងប្អូនប្រហែលជាមានច្រើនបងប្អូនអ្នកគ្នាដែលគាត់ប្លែកខ្លាំងណាជាងគេអ្នកដែលគាត់ធ្លាប់នៅស្រុកខ្មែរច្រើនឆ្នាំដូចខ្ញុំអញ្ចឹងខ្ញុំនៅខ្មែរធំធាត់នៅខ្មែរណាបងប្អូនអ្នកគ្នាគឺយើងនៅ20ឆ្នាំជាងហើយនៅក្នុងស្រុកខ្មែរដល់ពេលអញ្ចឹងនៅសុកឲ្យយើងដូរប្រទេសហើយដូរការរស់នៅដូរអាកាសធាតុដូររបៀបរបបញ៉ាំដូររបៀបរបបក្នុងការធ្វើដំណើរគឺយើងប្លែកខ្លាំងបងប្អូនអ្នកគ្នាអូខេអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងឯងបងប្អូនអ្នកគ្នានៅក្នុងវីដេអូនេះហើយខ្ញុំអរគុណបងប្អូនអ្នកគ្នាមែនតើសម្រាប់ការទស្សនាហើយដូចសពមួយដងអញ្ចឹងយើងចាំជួបគ្នានៅវីដេអូក្រោយទៀតបងប្អូនអ្នកគ្នាបាយបាយ